Bà dùng chuẩn bị số bộ của đặc nghĩa chẳng hạn cái này trong thơ video tiết bà sẽ tạo cả withdraw cho mùi nâng spot arbitrate bà dưỡng ok bà chẳng là lỡ dân chịch mơ được nông lôi bà dưỡng bà dừng dân miền bitcoin bà bitcoin vì profit bà dưỡng miền sôn cho sôn buồn bà chẳng là lỡ dân trong đọ bitcoin nhưng bà chẳng chém lại ra là bố dân chơi tại chỗ được nông finance mà finance យកពាក្យ pay account ដើម្បីផាស address bitcoin យើងចូលក្នុងហ្នឹងបាទនេះគឺជាព័ត៌មានធនាគារព័ត៌មានតកតងនឹងការដកលុយបាទការ process លុយផ្សេងមានច្រើនបាទយើងអាចដកតាម perfect money payeer okay pay បាទមានច្រើន next money ច្រើនបាទមាន litecoin មានអីជាងអាចដកបានចឹងឥឡូវយើងពេញនិយមជាងគេគឺយើងប្រើពពួក bitcoin បាទដោយសារវា process លឿនចឹងឥឡូវយើងទៅ copy address bitcoin របស់យើងមកដាក់មកបាទអូខេចឹងខ្ញុំបើក bitcoin ខ្ញុំហើយទេបាទចឹងឥឡូវaccount នេះគឺ bitcoin ដែលខ្ញុំមានគឺ 0. បាទ 0.05 bitcoin បាទចឹងឥឡូវខ្ញុំចូលទៅកន្លែង receive ដើម្បី copy address បាទនេះជា address របស់ខ្ញុំចឹងយើង copy address ហ្នឹងមកអូខេយើងចូលទៅក្នុង account របស់ខ្ញុំអូខេកន្លែងដាក់ bitcoin នេះបាទចឹងយើងផាសវាមកនេះជា address bitcoin រហូតបាទអញ្ចឹងនៅពេលដែលយើងផាសក្នុងថ្ងៃអញ្ចឹងលើក្រោយទៀតយើងលេងមិនចាំបាច់ copy ទៀតទេបាទអញ្ចឹងយើងវាយ password យើងមកអូខេអញ្ចឹងយើង save វាទៅបាទ payment account has been update បាទអញ្ចឹងមានន័យថាបាន update រួចរាល់ហើយបាទ address របស់យើងអញ្ចឹងយើងចូលទៅក្នុង dashboard ដដែលមកបាទបាទអញ្ចឹងជាព័ត៌មានរបស់យើងអញ្ចឹងឥឡូវយើងចូលទៅធ្វើការ withdraw បាទ withdraw amount BTC ដែលយើងមានហ្នឹងបាទចំណេញពីការ profit របស់យើងហ្នឹងអញ្ចឹងយើង click ទៅក្នុង finance ដដែលបាទយកពាក្យថា withdraw fund បាទនេះសម្រាប់ការដកលុយហើយ deposit fund នេះសម្រាប់ការដាក់លុយបាទអញ្ចឹងយើងយកពាក្យថាបាទ withdraw fund បាទជាក្នុងនោះយើងមានជំរើសច្រើនក្នុងការដកបាទយើង deposit លុយ euro យើងដកជាលុយ euro យើង deposit ជា Litecoin យើងដកជា Litecoin អញ្ចឹងឥឡូវយើងប្រើជា Bitcoin យើង select Bitcoin មកហើយនៅពេលដែលយើង tick កន្លែង Bitcoin មក address វានឹង load auto តែម្ដងបាទអូខេ address ដែលយើង copy ផាសមិញណាបាទ 1J កតុយ SP ហ្នឹងបាទ WSP ហ្នឹងហើយនេះជា amount ដែលយើងមានបាទអញ្ចឹងរាល់ការ deposit បាទរាល់ការ withdraw គឺ fee របស់វាគឺអត់មានទេបាទ no fee អញ្ចឹងឥឡូវយើងដកទាំងអស់តែម្ដងបាទ 0.04 ហ្នឹងអញ្ចឹងយើង copy វាមកហើយយកវាមកផាសមកបាទផាសមកកន្លែងនេះគឺវាឲ្យវាយ pin code អញ្ចឹងអ្នកទាំងអស់គ្នាចូលទៅ set up pin code ក្នុង account របស់យើងណាគេអញ្ចឹងយើងវាយ pin code វាមកអញ្ចឹងយើង request វាមកយក withdraw បាទ request អូខេហើយបាទអញ្ចឹងឥឡូវយើងបានដកសម្រាប់យើងចូលទៅក្នុង amount BC របស់យើងបាទ amount BC របស់យើងត្រូវបាត់ហើយអញ្ចឹងយើងចាំមើល Bitcoin វាធ្លាក់អូខេឥឡូវយើងតទៅបន្តមើលការដក
withdraw Bitcoin របស់យើងបាទអូខេចឹងឥឡូវខ្ញុំ check mail បាទចឹងឥឡូវ mail របស់ខ្ញុំឥឡូវបាទឥឡូវមាន blockchain ផ្ញើមកមួយបាទអូខេណា payment receive អូខេនេះបាទយើងឥឡូវយើងឃើញ Bitcoin ឥឡូវចូលបាទ 0.0456 មិញបាទចឹងឥឡូវយើងទៅមើលនៅក្នុង blockchain អូខេយើងទៅមើលកន្លែង transaction បាទមាន transaction ម៉ោង 12 បាទ 0.00 456 បាទអូខេអញ្ចឹងការ withdraw Bitcoin វាពេលខ្លះអាចចំណាយពេល 5-10 នាទីទៅ1ម៉ោងបាទអាស្រ័យទៅលើភាពជាក់ស្ដែងណាបាទអញ្ចឹងមានភាពងាយស្រួលបាទអញ្ចឹងការ withdraw Bitcoin មានតែប៉ុណ្្នឹងបាទសូមអរគុណ